ដោះដុំសាច់នៅលើតំបន់សម្ងាត់របស់ស្ត្រីនិងបុរសគឺជាបញ្ហាកាមរោគសិកមាន់ដុំសាច់បែបជារាងផ្កាខាត់ណាបែបកពឹសក្រូចបែបខ្លែបក្រូចបែបសាច់រីប៉ាយត្នេះម្ដុំត្នោះម្ដុំបែបសាច់បន្ទះសាច់រឹងសាច់រឹងដូចឬមានពណ៌ផ្សពណ៌របៀបដូចពណ៌សាច់ពណ៌រាងក្រមៅឬក៏ពណ៌ក្រហមមានការរមាស់ស្គៀបនៅត្រង់កន្លែងដែលមានការដុះដុំសាច់មានការធ្លាក់សខុសប្រក្រតីធ្លាក់សរមាស់មានក្លិនក្តៅក្រហល់កាហាយពិបាកក្នុងការកេងនៅជំនាញដៃគូរោគសញ្ញាបញ្ហាសិកមាន់នេះគឺមានការឆ្លងតាមរយៈការរួមភេទការមានដៃគូច្រើនប៉ះពាល់ទៅក្រអិលប៉ះពាល់ទៅកាមឬក៏មានការឆ្លងតាមរយៈការចូលបន្ទប់ទឹកសាធារណៈបែបប្រយោលផងដែរអញ្ចឹងបើសិនជាសួរថាតើសិកមាន់នេះបង្កហានិភ័យអ្វីខ្លះចំពោះទៅលើបងប្អូនដែលកកើតមានទៅលើសិកមាន់នេះសិកមាន់ណាបងប្អូនកាលណាដែលមានការវិវត្តរោគគឺវាចាប់ផ្ដើមមានការដុះពីមកកន្លែងទៅមកកន្លែងដុះកូនដុះចៅច្រើនខ្លាំងមែនទែនហើយធ្វើឲ្យសាច់ដែលមានការដុះមួយនេះវាចាប់ផ្ដើមរីកធំទៅបើសិនជាសិកមាន់នៅក្រុមកាចវិញវាអាចធ្វើឲ្យមានការក្តៅក្រហល់កាហាយមានការដាច់ជញ្ជៀមធ្វើឲ្យមានការបង្កទៅជាកោសិកាមហារីកនៅបរិវេណបណ្ដាភេទសម្រាប់ទៅលើបងប្អូនស្ត្រីបងប្អូនបុរសដែលកំពុងកកើតមានទៅលើការកកើតនៃដុំសាច់នេះដែលតែងតែរកជាដំណោះស្រាយដែលតែងតែបារម្ភខ្លាចវាប្រឈមទាក់ទងទៅលើបញ្ហាធំអញ្ចឹងសម្រាប់ទៅលើបងប្អូនស្ត្រីបុរសកុំបារម្ភណាយើងខ្ញុំមានទាក់ទងទៅលើផលិតផលមួយដែលល្អខ្លាំងមែនទែនដែលមានឈ្មោះថា Femi គឺជាផលិតផលធម្មជាតិតែម្ដងដែលអាចមានតួនាទីក្នុងការទៅសម្លាប់ពពួកមេរោគពីខាងក្នុងនៃគ្រាប់ឈាមឆ្លើយតបទៅលើដុំសាច់ដែលយើងកកើតមានហ្នឹងណាចាប់ផ្ដើមមានការស្វិតមានការក្រៀមមានការជ្រុះមានការស្ពប់ស្ពនម្ដងតិចរហូតទៅដល់សាច់ហ្នឹងចាប់ផ្ដើមមានការជ្រុះអស់តែម្ដងអញ្ចឹងសម្រាប់ទៅលើបងប្អូនស្រីឬក៏បងប្អូនបុរសដែលកំពុងមានទៅលើបញ្ហាសិកមាន់ដែលតែងតែចង់បានជាដំណោះស្រាយនាងខ្ញុំ recommend តាក់ទងទៅលើឱសថ Femi នេះតែម្ដងអញ្ចឹងចង់បានតាក់ទងជាមួយនឹងការប្រឹក្សាបែបឯកជនភាពលក្ខការសម្ងាត់ជួយបងប្អូនអាចតាក់ទងមកនឹងគ្រូនៅក្នុងលេខ3ប្រព័ន្ធនេះបាននាងខ្ញុំសីពៅអរគុណបងប្អូនទាំងអស់គ្នា